ស្រស់ពុនពេកបេះដូងយំយែកស្រែកទូញស្រណងអាឡាយអាឡងស្រីស្រស់ពុនពេកធ្លាប់ថ្នាក់ធ្នមទុំសើយសុកអាណែកមិនគួមកបែកដោយចិត្តមូសាងរៀមខំហើយស្ងួននួននាងប្រណីសេដាងថ្លើមថ្លៃចរណៃពុំងីរៀមខំហើយស្ងួននួននាងប្រណីសេដាងថ្លើមថ្លៃចរណៃពុំងីពេលដឹងការពិតចិនដាងរងារៀមស៊ូមរណាបើព្រាត់មហេសីអគ្រីកនឡងធ្លាប់ស្មោះភក្តីឥឡូវពិសីស្វាមីខុសហើយវិលវិញមកស្រីថ្លៃមាសបងអើយបើអត់ត្រានត្រើយរៀមពិតរីងរេសូរិយាចន្ទ្រីអាចព្រាត់គ្នាបានបងនឹងកលយាយើងរួមមេត្រីសូរិយាចន្ទ្រីអាចព្រាត់គ្នាបានបងនឹងកលយាយើងរួមមេត្រីវិលមកណាស្ងួននួនសេដាងស្រីអាសូបុតថ្លៃស្រែកញើកមីដាងបងមិនយ៉ាងទេព្រះលះទូលមកចាប់បងព្រះអនុជវិញចោះសូមឲ្យតែព្រះអង្គថែរក្សាព្រះរាជបុត្រឲ្យបានល្អបងស្ដាប់ប្រតិណាស់ទៅហើយម្ចាស់បងសេដាទ្រង់គង់អីតែមួយអង្គឯងដូច្នេះគួរតែម្ចាស់បងយើងទៅជុំនឹងសម្ដេចព្រះរាមព្រមទាំងបុត្រទូលព្រះបង្គំព្រះតម្រិះថាវាជាការប្រសើរម្ចាស់បងធ្លាប់ផ្ទុំក្នុងភិមានទិព្វសយាកំរាលមីលមាសរងព្រះសេរសីមានពិនពៀតភារីប្រគំជាមសុខទាំងស្រីស្នំហែហោមអមឯកអង្គទ្រង់មកផ្ទុំអីនៅលើផែនថ្មយកស្លឹកឈើទាំងឡាយធ្វើជាកំរាលពិតជាមិនស័ក្តិសមជាអង្គក្សត្រីនៃក្រុងអយុធ្យាឡើយម្ចាស់បងគួរតែព្រះមេត្តាដល់រាមលក្សជប់លះដែលនៅក្មេងខ្ចី
គេទាំងពីរត្រូវការប្រមេត្តាម្ចាស់បងដាច់ធម៌មេត្តាយ៉ាងនេះម្ចាស់ក្មួយប្រកាសជាសោកសរេងរហូតដល់អស់ប្រជជនផងក៏មិនដឹងពាក្យទាំងនេះគឺសុទ្ធជាព្រះបន្ទូលសម្ដេចព្រះរាមអនុជទូលព្រះអង្គវិញទៅថារាមលាក់ជប់លាក់គេលែងស្លាប់ហើយលាក់ព្រះអនុជជាងត្រឡប់ទៅវិញទៅលាក់នឹកបងលាក់អាចមកលេងបងទីនេះថ្ងៃណាក៏បានហើយអាចសួរសុខទុក្ខពីរឿងផ្សេងដោយមិនមែនរឿងនេះព្រះមេត្តាអើយបុត្រសែននឹករាល់ល្ងាចយប់ព្រឹកនឹកអ្នកថ្លៃធ្លាប់គង់សុខសាន្តជុំក្នុងព្រៃនឹងមនីអីសីសុខសែនសុខមកគង់ក្នុងវាំងគួសប្បាយមិនគួប្រែคลายមកជាទុក្ខព្រោះបាត់អ្នកម្ដាយជួបឪពុកទុក្ខមហាសែនទុក្ខពេញអរាព្រះមេត្តាបុត្រនឹកព្រះមេត្តាម្ចាស់បងរៀមលះជប់លះបិតាដឹងថាបុត្រមិនសប្បាយប្រតិយនឹកព្រះមេត្តាបុត្រត្រូវតែធ្វើតាមបិតាណាពេលដែលបុត្រយាងទៅជួបព្រះមេត្តាបុត្រត្រូវវរណាយ៉ាងណាឲ្យព្រះមេត្តាបុត្រព្រមយាងមកគង់ជុំព្រះញាតិវិញបុត្រនឹងបានសប្បាយប្រតិយជាមិនខានហើយស្អែកនេះបិតាឲ្យនិមឺនសពមុខមន្ត្រីដង្ហែបុត្រទៅលេងព្រះមេត្តាណាអរគុណព្រះបិតាព្រះរាជកុមារកុំលឿនពេកចាំខ្ញុំម្ចាស់ផងព្រះមេត្តាព្រះមហាក្សត្រព្រះមេត្តារៀបលឹកដីចង់ចាំអ្វីមិនដឹងទេមានតែព្រះមេត្តាទេដែលដឹងប្រតិព្រះអង្គសូមព្រះមេត្តាជួយបិតាម្ដងទៅពេលព្រះបិតាមានអាការៈដូចដើមវិញសូមព្រះមេត្តាយាងមកវិញក៏បានរៀមលាក់ជប់លាក់មេត្តាបានសម្រេចប្រតិយវិញហើយថាដរាបណាព្រះបិតាមកនៅមានប្រជញ្ញនៅឡើយនោះមេត្តាមិនវិលចូលព្រះបរមរាជវាំងវិញទេបើសិនទ្រង់ប្រឈមដូច្នេះហើយមេត្តាសម្រេចទៅចោះមេត្តានឹងត្រៀមព្រះកាយជាងទៅព្រះនគរថ្វាយបង្គំព្រះសង្ឃពេលណាដែលទ្រង់សុគតចុះព្រះមេត្តាមហេសីរបស់យើងពិតជាមានសវណ្ណីដូចនេះពិតណាស់ក្រាបទូលរៀមលះក្រាបទូលព្រះបិតាបុត្រទាំងពីរចេញទៅក្រៅសិនទៅកណ្ដាលណាព្រះបិតា
តែរឿងនេះត្រូវលាក់ឲ្យជិត